Nên tỏ này mình đang ở thà ở trong cảm thì vượt bỏ dừng nắng cứ dừng ai đã lịch code bán á p để dừng bạc máu cứ trong lịch code đôi tu sạp chẳng ok chẳng xóa cốm để tỏ này mà can video thay mày chẳng trong video này nhom nâng bằng hai để tỏ này ông pi được bịp ở trong cả chạ lệ sủng ngắt từ lời cảm thì bỏ dừng ឧទាហរណ៍ដូចជាគំរូលើនេះអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាគំរូមួយដែលខ្ញុំត្រៀមនឹងចាក់លេខសម្ងាត់មានន័យថាយើងចាក់លេខកូដទៅកុំឲ្យមានអ្នកផ្សេងយកទៅប្រើហ្នឹងគាត់កែគាត់អីបានហ្នឹងទៅអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញខ្លីៗអំពីរបៀបនៅក្នុងការដាក់លេខសម្ងាត់នៅលើកម្មវិធី Word របស់យើងបាទចឹងកុំឲ្យខាត់ពេកយើងចូលទៅកាន់វីដេអូតែម្ដងបាទចឹងជំហានដំបូងគឺអ្នកទាំងអស់គ្នាត្រូវមានវីដេអូសំទោសបាទត្រូវមានកម្មវិធីមួយ Word បែបនេះមកឬក៏ឯកសារជា Word ក៏បានដែរបាទចឹងនេះខ្ញុំចាត់ទុកថាជាឯកសារសំខាន់ហើយខ្ញុំត្រូវធ្វើការចាក់លេខសម្ងាត់នៅលើឯកសារមួយនេះបាទអញ្ចឹងគឺយើងចូលមកកាន់ file នេះមកអញ្ចឹងអ្នកទាំងអស់គ្នាគាត់តែចូលមកកាន់ file នេះមកបាទចុចត្រង់ file នេះមកអ្នកទាំងអស់គ្នាឃើញមានពាក្យ save as នេះមួយបាទយើងចុចទៅលើពាក្យ save as នេះមកអូខេបន្ទាប់ពីចុចទៅលើពាក្យ save as នេះហើយបងប្អូនធ្វើការរើសទីតាំងឯកសាររបស់យើងអញ្ចឹងឯកសាររបស់ខ្ញុំគឺមានទីតាំងរួចរាល់ហើយគឺខ្ញុំដាក់នៅលើ desktop អញ្ចឹងបើសិនជាករណីឯកសារបងប្អូនថ្មីឬក៏មិនទាន់មានទីតាំងទេអាចធ្វើការរើសទីតាំងវាទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំរើសទីតាំងនៅលើ desktop នេះដដែលបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការរើសទីតាំងនៅលើ desktop នេះរួចរាល់ហើយយើងនឹងឃើញមានមុខងារមួយនៅខាងក្រោមនេះគឺ tool បាទអញ្ចឹងបងប្អូនធ្វើការជ្រើសរើសមកចុចពាក្យកន្លែង tool នេះមកបើសិនយើង save ធម្មតាគឺយើងចុចនៅត្រង់នេះបាទតែបើសិនជាករណីយើងចង់ដាក់លេខកូដគឺយើងចុចមកលើ tool បែបមួយនេះមកបាទអូខេយើងចុចទៅលើវាមួយមកហើយបន្តមកគឺយើងធ្វើការចុចទៅលើពាក្យថា general option អញ្ចឹងនៅក្នុង general option យើងចុចមកយើងនឹងឃើញមានផ្ទាំង2បាទអូខេអញ្ចឹងនៅក្នុងចំណុចនេះគឺយើងធ្វើការទៅលើ2ចំណុចទី1គឺ password to open ហើយនិង password to modify អញ្ចឹង password to open គឺបងប្អូនចាក់ទាំងពីរក៏បានចាក់តែមួយក៏បាននៅត្រង់ចំណុចនេះបងប្អូនអូខេឥឡូវខ្ញុំចាក់ឧទាហរណ៍មួយខ្ញុំវាយលេខកូដចូលបាទគឺលេខ1លេខ2លេខ3អាហ្នឹងលេខ1លេខ2លេខ3ហើយលេខកូដមិនកំណត់ថាតតែអ្នកទាំងអស់គ្នាចាក់លេខទេមានន័យថាលាអក្សរឬសញ្ញាផ្សេងៗក៏បានដែរឲ្យតែបងប្អូនចាំគឺចាក់យកតែម្ដងហើយសម្រាប់ modify គឺបងប្អូនអាចមានជំរើស2គឺទី1ដាក់លេខដូចគ្នាក៏បានហើយជំរើសមួយទៀតដាក់លេខផ្សេងក៏បានណាអញ្ចឹងករណីនេះខ្ញុំសូមចាក់លេខដូចគ្នាចុះបាទខ្ញុំចាក់លេខដូចគ្នាអញ្ចឹងអាមិញ2 1 2 3អានេះខ្ញុំដាក់1 2 3ដែរអូខេអញ្ចឹងមានតែប៉ុណ្្នឹងងាយៗហើយធ្វើការចុចអូខេមកហើយកន្លែងនេះយើងគ្រាន់តែបញ្ជាក់ឡើងវិញមកបាទ1 2 3អញ្ចឹងមកហើយត្រង់ចំណុចនេះ1 2 3អូខេយើងប៉ុណ្ណឹងមកហើយយើងធ្វើការ save ហើយអូខេអានេះយើងចុច no ទៅព្រោះដោយសារយើង save ឲ្យម្ដងហើយអូខេអញ្ចឹងយើងសាកបើកមកចាំមើលខ្ញុំបើកនេះបាទឃើញចប់លេខកូដទេអញ្ចឹងតើតែស្គាល់លេខកូដបានអាចធ្វើការចូលទៅលើឯកសារនឹងបានឃើញទេយើងវាយ2ជាន់ចឹងមកនេះបានលេខកូដបាត់អូខេអញ្ចឹងដល់ត្រង់ចំណុចនេះបងប្អូនតើណាកន្លែងនេះហើយមួយទៀតបើករណីបងប្អូនទាំងអស់គ្នាចង់ធ្វើការលុបវាចេញវិញមានន័យថាដោះវាចេញវិញគឺចូលទៅកន្លែងដដែលមកហើយ file browser ហើយយើងចុច tool នេះមកហើយចុច general option នេះមកហើយធ្វើការលុបចេញបាទធ្វើការលុបអានឹងចេញមកហើយធ្វើការអូខេហើយ save ជាការស្រេចតែប៉ុណ្្នឹងចប់អញ្ចឹងពេលបើកមកគឺឯកសារលេខចប់លេខកូដអូខេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនទាំងអស់គ្នាបានហើយករណីបើសិនជាបងប្អូនត្រូវការដោះមានចាក់លេខកូដចាក់លេខលើឯកសារអញ្ចឹងទៅគឺអាចធ្វើការចាក់តាមទម្រង់នឹងបានបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាហើយយើងសន្យាថានឹងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចជួយ subscribe និង like វីដេអូនេះផងបើសិនជាបងប្អូនទាំងអស់គ្នាគិតថាមានប្រយោជន៍បាទសូមអរគុណសូមជម្រាបលា